សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនពីរបៀបនៃការបង្កើតឈ្មោះមនុស្សឈុតដើម្បីធ្វើការបង្កើតមនុស្សឈុតជាដំបូងលោកអ្នកត្រូវចូលទៅកាន់ Module Menu Management ជ្រើសរើស Menu Item ដើម្បីធ្វើការបង្កើតឈ្មោះមុខមនុស្សថ្មីចុចទៅលើប៊ូតុង Create ដើម្បីធ្វើការបង្កើតសម្រាប់លេខកូដលោកអ្នកអាចធ្វើការបំពេញឬរំលងនោះកម្មវិធីនឹងធ្វើការចាប់លេខកូដចូលនៅស្វ័យប្រវត្តិធ្វើការបំពេញឈ្មោះមុខមនុស្សរបស់លោកអ្នកនៅក្នុងប្រអប់ Menu Nameលោកអ្នកអាចធ្វើការបំពេញឈ្មោះមនុស្សជាភាសាផ្សេងទៀតនៅក្នុងប្រអប់ Other Language ធ្វើការជ្រើសរើសជាប្រភេទ Menu Combo ឬប្រភេទ Menu Item Option ជា Modifier ដើម្បីធ្វើការបើកមុខងារដើម្បី add ក្រុមជម្រើសបន្សំទៅក្នុងឈុតរើសក្រុមសម្រាប់មុខមនុស្សដែលលោកអ្នកបង្កើតដក Tick Display Menu ប្រសិនបើលោកអ្នកមិនចង់បង្ហាញមុខមនុស្សណាមួយទៅកាន់ផ្នែក POS Tick New ទៅលើមុខមនុស្សណាមួយដែលលោកអ្នកចង់កំណត់ជាប្រភេទ Menu ថ្មីចុចប៊ូតុង Add នៅផ្នែក Modifier Group Information ដើម្បីធ្វើការជ្រើសរើសក្រុមជម្រើសបន្សំដែលបានបង្កើតទុកចំណែកប៊ូតុង Custom គឺជាកន្លែងសម្រាប់ធ្វើការបង្កើតក្រុមជម្រើសបន្សំថ្មីភ្លាមៗដែលប្រភេទក្រុមជម្រើសដែលបានបង្កើតចេញពីផ្នែក Custom អាចធ្វើការប្រើបានសម្រាប់តែមុខមនុស្សដែលលោកអ្នកកំពុងបង្កើតតែប៉ុណ្ណោះតែផ្នែកនេះលោកអ្នកអាចធ្វើការបដូរលំដាប់នៃក្រុមជម្រើសបន្សំបានដោយចុចនៅផ្នែកខាងមុខនៃក្រុមជម្រើសនោះរួចអូសទៅកាន់ទីតាំងដែលលោកអ្នកចង់កំណត់ធ្វើការបំពេញព័ត៌មានផ្សេងទៀតដូចជាຂະຫນាត់លក់ចេញការគណនាពន្ធនិងតម្លៃលក់ចេញហើយលោកអ្នកក៏អាចធ្វើការកំណត់ឈ្មោះសាខាដែលត្រូវប្រើជាមួយមុខមនុស្សនេះដោយចុចទៅលើប៊ូតុង Add នៅផ្នែក Outlet រួចជ្រើសរើសសាខាសូមធ្វើការចុចត្រង់នេះសម្រាប់ធ្វើការបញ្ចូលរូបភាពទៅលើមុខមនុស្សរបស់លោកអ្នកក្រោយពីពិនិត្យព័ត៌មានរួចសូមធ្វើការចុចទៅលើប៊ូតុង Save នៅផ្នែក Menu នេះលោកអ្នកអាចធ្វើការស្វែងរកមុខមនុស្សណាមួយដែលធ្វើការវាយបញ្ចូលឈ្មោះមុខមនុស្សនោះទៅក្នុងប្រអប់ Search រួចចុចទៅលើប៊ូតុង Searchហើយលោកអ្នកក៏អាចធ្វើការច្រោះព័ត៌មានដែលចង់បង្ហាញដោយចុចទៅលើប៊ូតុង Advanced Filter ធ្វើការកំណត់លក្ខខណ្ឌណាមួយដែលលោកអ្នកចង់បង្ហាញឬចុចទៅលើប៊ូតុង Apply គឺជាការស្រេច